Nếu bé đã nẹ miết ròm thà vùng vệnh, mình nâng thạc luôn công pông thua với ỏi bật bật cót. Nếu bé đã nẹ miết ròm thà, cả lại tế xạ công pông ổ tiếng, tiếng ngồi ngồi ngồi. Chỉ chừng ở với đã nẹ trâu thua tam bề đồn luôn này. Ròm bê ní, thùn nát men tế, tăng tài, nâng thóp men tế, bật nát. Rục ní tay để chụp bê với lý mùi ní. Bần tái xôm trong trăm thả. Cả vùng vế mình mến miết này thả. Sắp tay ở rõ từng ngón tí. Bà nẹ bát đừng thả. Luôn ai miên sắp hiệp bạn đi hỏi. Chia diêm rơ bổng ra. Nú bát này thả. Nẹ công pông bạc plơ thơ mấy. Trong bốc luôn ai hỏi. Xôm spang khốp prây mà chì tí sro lành cực ní. Mà căn channel Khmer Healing. Vụ dứ bằng các channel đi lớn. Đâm mấyប្រជាជនខ្មែរជុំវិញពិភពលោកកាត់បន្ថយភាពតានតឹងរកឃើញសេចក្តីស្ងប់ក្នុងចិត្តនិងផ្សារភ្ជាប់ខ្លួនឯងឡើងវិញតាមរយៈសម្លេងព្យាបាលដូចជាពាក្យពេចន៍លើកទឹកចិត្តសមាធិនាំផ្លូវពីអធិដ្ឋាននិងសម្លេងបំពេជំនួយការគេងថ្ងៃនេះអ្នកនឹងធ្វើដំណើរទៅកាន់ទីកន្លែងស្ងប់ស្ងាត់មួយដើម្បីនិយាយរឿងក្នុងចិត្តតោះឥឡូវនេះសូមរកទីតាំងមួយដើម្បីសម្រួលអិរិយាបថមិនថាជាការអង្គុយឬដំណេកខ្លួនឲ្យគេស្រួលខ្លួននោះទេដើម្បីស្មងស្មាតស្ដាប់សមាធិនាំផ្លូវដើម្បីបញ្ចេញចោលនៅធម៌ពលមិនល្អនិងស្រូបយកធម៌ពលល្អៗដាក់ខ្លួនឯងវិញដាក់ដៃរបស់អ្នកថ្នមលើដងខ្លួនបិទភ្នែកយឺតដកដង្ហើមវែងហើយចាប់ផ្ដើមស្ដាប់សំឡេងបំពេដួងចិត្តមួយនេះសូមដកដង្ហើមចូលយឺតហើយបញ្ចេញវាចេញដោយដង្ហើមធំម្ដងទៀតស្រូបយកឲ្យបានវែងហើយដកដង្ហើមចេញយឺតនៅពេលអ្នកដកដង្ហើមសូមស្រមៃដល់ទន្លេមួយជួនកាលទន្លេមានទឹកធំទឹកតូចហូរលឿនហូរយឺតថ្លាឆ្វង់ឬល្អក់កកពេលមានអារម្មណ៍ថាវង្វេងបែបនេះប្រហែលជាអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងអណ្ដែតនៅលើកណ្ដាលទន្លេមួយនេះអញ្ចឹងធំធេងល្វឹងល្វើយជ្រាលជ្រៅមានកម្លាំងទៅមុខតែគ្មានទិសដៅដែលត្រូវទៅឥឡូវនេះសូមនាំចិត្តរបស់អ្នកមកទទួលស្គាល់អារម្មណ៍វិញមួយនេះមានអារម្មណ៍ថាដូចជាកំពុងធ្វើដំណើរលើផ្លូវបំបែកដែលផ្លូវទាំងអស់មើលទៅសុទ្ធតែមិនច្បាស់មានអារម្មណ៍ថាដូចជាឈរក្នុងបរិយាកាសមួយដែលមានចុះអាប់ផ្សែងក្រាស់ពពកបាំងបិទមើលមិនឃើញថាអ្វីជាអ្វីឲ្យប្រកបមានអារម្មណ៍ថាអ្នកកំពុងខិតខំធ្វើអ្វីមួយអស់ពីចិត្តពីថ្លើមហើយតែមិនដឹងថាអនាគតទៅជាយ៉ាងណាឬបានផលឬអត់តើរូបភាពបែបណាដែលស័ក្តិសមនឹងបេះដូងរបស់អ្នកសូមអធិដ្ឋានយ៉ាងស្ងៀមស្ងាត់នៅក្នុងចិត្តត្រូវហើយខ្ញុំទទួលស្គាល់ថាខ្ញុំកំពុងមានអារម្មណ៍ថាវង្វេងតែវាមិនអីទេសូមចងចាំថាទន្លេតែងតែហូរទៅមុខជានិច្ចទោះបីជាអ្នកមិនបង្ខំក៏ដោយហើយសូម្បីតែកសិករក៏ទុកចិត្តលើភ្លៀងដែលមើលមិនឃើញដែរដូច្នេះការវង្វេងគឺជាផ្នែកមួយចាំបាច់នៃជីវិតឥឡូវនេះសូមស្រមៃថាជីវិតរបស់អ្នកគឺជាវាលស្រែមួយរដូវកាលខ្លះវាលស្រែនេះពោរពេញដោយធម្មជាតិពណ៌បៃតងខៀវខ្ចីនិងពោរពេញដោយទិន្នផលជាទីគាប់ចិត្តរដូវកាលផ្សេងទៀតវាលស្រែហាក់ដូចជាហួតហែងក្រៀមក្រោះនិងគ្មានទិន្នផលអ្វីសោះរដូវកាលនៃការវង្វេងនេះអាចមានអារម្មណ៍ថាសោកសង្រេងរីងរៃនិងហេលហាខ្លាំងណាស់ប៉ុន្តែវាមិនសុទ្ធតែជារឿងខ្ជះខ្ជាយនោះទេវាដូចជាវាលស្រែបន្ទាប់ពីត្រូវបានគេប្រមូលផលរួចវាលស្រែនោះកំពុងតែប្រឹងប្រមូលជីវជាតិឡើងវិញសម្រាប់ការដាំដុះនៅរដូវបន្ទាប់ដកដង្ហើមចូលទទួលយកអារម្មណ៍នៃភាពស្ងប់ស្ងាត់នេះរដូវកាលនេះរួចដកដង្ហើមចេញទម្លាក់សម្ពាធនេះចុះហើយឆ្វេងយល់ថាការវង្វេងរបស់អ្នកមិនមែនជាភាពទន់ខ្សោយទាំងស្រុងនោះទេវាដូចជាដីដែលកំពុងចម្រោះការផ្លាស់ប្ដូរជីវជាតិត្រៀមសម្រាប់ដំណាំដាំដុះថ្មីអញ្ចឹងឥឡូវនេះសូមស្រមៃមើលថា
ថាខ្លួនអ្នកកំពុងដើរតាមផ្លូវមួយនាពេលងងឹតខណៈពេលនេះអ្នកមិនអាចមើលឃើញផ្លូវទាំងមូលបានទេឃើញតែផ្លូវនៅពីមុខប្រមាណជំហានតែប៉ុណ្ណោះនៅក្នុងដៃរបស់អ្នកមានកាន់ចង្កៀងតូចមួយដែលកំពុងតែភ្លឺប្រឹមចង្កៀងនេះគឺជាថាមពលខាងក្នុងរបស់អ្នកចង្កៀងនេះមិនបានបង្ហាញពីផែនទីទាំងមូលទៅជាយ៉ាងណានោះទេប៉ុន្តែវាបានផ្ដល់ពន្លឺគ្រប់គ្រាន់សម្រាប់ជំហានបន្ទាប់ខ្លីៗខាងមុខប្រហែលជាជំហានបន្ទាប់គ្រាន់តែជាការសម្រាកប្រហែលជាជំហានបន្ទាប់គ្រាន់តែជាការសាកល្បងធ្វើរឿងថ្មីដែលអ្នកតែងតែចង់ធ្វើតែមិនដែលមានឱកាសបានធ្វើឬក៏ប្រហែលគ្រាន់តែជាការដកដង្ហើមឲ្យបានវែងនិងបានស្ងប់ល្អសូមអធិដ្ឋានស្ងៀមស្ងាត់នៅក្នុងចិត្តខ្ញុំមិនចាំបាច់មើលឃើញផ្លូវទាំងមូលនាពេលឥឡូវនោះទេខ្ញុំគ្រាន់តែត្រូវការពន្លឺគ្រប់គ្រាន់សម្រាប់ជំហានបន្ទាប់របស់ខ្ញុំតែប៉ុណ្ណោះកុំអាលប្រញាប់ប្រញាល់ទៅណាសូមសម្រាប់នៅទីនេះបន្តិចសិនសូមអធិដ្ឋានយ៉ាងស្ងៀមស្ងាត់នៅក្នុងចិត្តម្ដងទៀតមិនអីទេដែលមានអារម្មណ៍ថាវង្វេងបែបនេះព្រោះជីវិតកំពុងនាំផ្លូវខ្ញុំទៅកាន់កន្លែងប្រសើរជាងនេះគ្រប់រដូវកាលទាំងអស់នៃជីវិតសុទ្ធតែមានគោលបំណងសូម្បីតែរដូវកាលនេះក៏ដោយខ្ញុំទុកចិត្តលើលំហូរជីវិតនាំខ្ញុំទៅមុខទៅរកកន្លែងដែលល្អប្រសើរសម្រាប់ខ្ញុំមួយជំហានម្ដងខ្ញុំនឹងរកផ្លូវរបស់ខ្ញុំឃើញខ្ញុំទុកចិត្តលើលទ្ធផលការងារដែលខ្ញុំខំប្រឹងប្រែងខ្ញុំនឹងទទួលបានលទ្ធផលសមបំណងដកដង្ហើមចូលមួយហើយដកដង្ហើមចេញយឺតមានអារម្មណ៍ថាបេះដូងរបស់អ្នកបានធូរស្រាលជាងមុនមែនទេឥឡូវនេះសូមនាំស្មារតីរបស់អ្នកត្រឡប់ទៅកាន់រាងកាយរបស់អ្នកយឺតធម្មជាតិបានបង្ហាញឲ្យយើងឃើញថាទន្លេនៅតែហូរព្រះអាទិត្យនិងព្រះច័ន្ទនៅតែបំភ្លឺអ័ព្ទនឹងរលាយបាត់មិនយូរមិនឆាប់ហើយរដូវកាលតែងតែវិលជុំចាំថាមានដង្ហើមមានជីវិតមានក្តីសង្ឃឹមមានការប្រឹងប្រែងនោះអ្នកនឹងរកខ្លួនឯងឃើញដូច្នេះទោះបីជាអ្នកមានអារម្មណ៍វង្វេងក៏ដោយត្រូវតែបន្តដំណើររបស់អ្នកដោយទំនុកចិត្តយ៉ាងមុតមាំផ្លូវដើររបស់អ្នកកំពុងបង្កើតឡើងសម្រាប់អ្នកមួយជំហានម្ដងជឿជាក់លើដំណើរជីវិតមួយនេះជឿជាក់លើពេលវេលាហើយលើអ្វីទាំងអស់ត្រូវតែជឿជាក់លើខ្លួនឯងសូមអរគុណដល់ខ្លួនឯងដែលអ្នកបានអនុញ្ញាតឲ្យខ្លួនឯងបានព្យាបាលចិត្តតាមរយៈសម្លេងសមាធិនាំផ្លូវមួយនេះ Channel ខ្មែរ Healing សូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការស្ដាប់សម្លេងមួយនេះដល់ចប់បើចូលចិត្តវីដេអូបែបនេះសូមចុចមេដៃ Subscribe និងដាក់រូបកណ្ដឹងដើម្បីទទួលបានវីដេអូអប់រំផ្លូវចិត្តថ្មីថែមទៀត